ស្វែងយល់ពីកោះខ្យងសម្រស់ធម្មជាតិនិងសក្តានុពលទេសចរសហគមន៍នៅខេត្តកោះកុងស្ថិតនៅក្នុងភូមិសាស្ត្រភូមិខ្សាច់ក្រហមឃុំជីខក្រោមស្រុកស្រែអំបិលខេត្តកោះកុងកោះខ្យងគឺជាតំបន់ដែនដីធម្មជាតិមួយដ៏ស្រស់ត្រកាលដែលពោរពេញទៅដោយសក្តានុពលអេកូឡូស៊ីនិងទេសភាពព្រៃកោងកាងខៀវស្រងាត់អមដោយផ្ទៃទឹកថ្លាយងកោះខ្យងមិនត្រឹមតែជាទីតាំងដ៏ស័ក្តិសមសម្រាប់ការលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធនិងទស្សនាផ្ទាំងទស្សនីយភាពធម្មជាតិដ៏ស្ងប់ស្ងាត់ប៉ុណ្ណោះទេប៉ុន្តែទីនេះជាកន្លែងស្វែងយល់ជីវភាពរស់នៅពិតៗរបស់ប្រជាសហគមន៍មូលដ្ឋានដែលភាគច្រើនពឹងផ្អែកទៅលើការនេសាទលក្ខណៈគ្រួសារនិងមានការអាស្រ័យផលពីធម្មជាតិផងដែរការលើកកម្ពស់សកម្មភាពទេសចរបែបធម្មជាតិនៅតំបន់កោះខ្យងភូមិខ្សាច់ក្រហមបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារនិងប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ថែមពីនេះវាជាកាតាលីករដ៏សំខាន់ក្នុងការបំផុសស្មារតីសហគមន៍ឲ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារព្រៃកោងកាងធនធានជលផលនិងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរឲ្យបានគង់វង្សនិងមានចីរភាពយូរអង្វែងតទៅមុខមកលេងកោះខ្យងអ្នកមិនត្រឹមតែមកសម្រាកលំហែកាយបន្ធូរអារម្មណ៍និងស្រូបយកខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចជិះទូកកម្សាន្តមើលព្រៃកោងកាងអង្គុយលើទូកបណ្ដែតតាមខ្សែទឹកគយគន់ធម្មជាតិជុំវិញខ្លួនយ៉ាងស្រស់ស្រាយលោកអ្នកនឹងបានឃើញដោយផ្ទាល់ពីការរស់នៅរបស់អ្នកស្រុកដែលភាគច្រើនប្រកបរបរនេសាទលក្ខណៈគ្រួសារនិងរកស៊ីអាស្រ័យផលលើធម្មជាតិញ៉ាំអាហារសមុទ្រស្រស់ៗដូចជាបានភ្លក់នៅរសជាតិគ្រឿងសមុទ្រស្រស់ៗដែលអ្នកភូមិនេសាទបានថ្មីរៀបចំចម្អិនក្តៅៗមានរសជាតិឆ្ងាញ់និងមានតម្លៃសមរម្យជារួមការទៅលេងកោះខ្យងមិនត្រឹមតែបានសប្បាយនិងធូរអារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចូលរួមដល់សេដ្ឋកិច្ចអ្នកភូមិនិងរួមគ្នាថែរក្សាធម្មជាតិនៅតំបន់ឆ្នេររបស់យើងឲ្យកាន់តែស្អាតជានិច្ច